Hello សួស្តីបងប្អូនកូនសិស្សទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយអ្នកគ្រូទៀតហើយណាចាថ្ងៃនេះអ្នកគ្រូមកបង្ហាញពីវីដេអូមូលដ្ឋានគ្រឹះនៃការគូសកញ្ចក់កូនសិស្សទាំងអស់គ្នាហើយថ្ងៃនេះអ្នកគ្រូជ្រើសរើសយកម៉ូដGalaxy កូនសិស្សទាំងអស់គ្នាចាយើងគូសបែបភពផ្កាយអញ្ចឹងណាកូនសិស្សទាំងអស់គ្នាហើយថ្ងៃហ្នឹងគឺអ្នកគ្រូជ្រើសរើសជាមួយនឹងជែលពេជ្រចាដើម្បីយកមកគូសផ្ទៃកញ្ចក់វីដេអូមុនគឺអ្នកគ្រូគូ Galaxy ដែរប៉ុន្តែអ្នកគ្រូយកជាមួយនឹងពណ៌ជែលអញ្ចឹងសម្រាប់ជែលពេជ្រក៏យើងអាចឆ្នៃជាមួយនឹង mode Galaxy បានដែរកូនសិស្សទាំងអស់គ្នាចាហើយឆ្នៃទៅគឺចេញស្អាតខ្លាំងមែនទែនគឺយើងស្អាតមកបែបនេះណាអញ្ចឹងសម្រាប់ mode Galaxy នេះគឺយើងអាចប្រើប្រាស់ជាមួយនឹងជែលពេជ្រឬក៏ជែលឆក់ចាយើងអាចប្រើប្រាស់បានដូចគ្នាមិនមែនប្រើប្រាស់បានតែជាមួយនឹងពណ៌ជែលទេកូនសិស្សទាំងអស់គ្នាចាអញ្ចឹងអ្នកគ្រូធ្វើបង្ហាញពីវីដេអូដើម្បីគូសជាមួយនឹង Galaxy ដំបូងអ្នកគ្រូចាប់ផ្ដើមលាបផ្ទៃកញ្ចក់ពណ៌ខ្មៅកូនសិស្សទាំងអស់គ្នាបន្ទាប់មកគឺអ្នកគ្រូមិចជាមួយនឹងជែលពេជ្រហើយនឹងពណ៌ជែលដើម្បីលាបមកលើផ្ទៃកញ្ចក់ពណ៌ខ្មៅហ្នឹងដើម្បីឲ្យវាឃើញពន្លឺចែងចាំងកូនសិស្សទាំងអស់គ្នាកាលណាដែល mode Galaxy គឺយើងយកមកដូចរបៀបភពផ្កាយអញ្ចឹងយើងត្រូវមិចពណ៌មើលមកឲ្យវាស្អាតឲ្យវាមើលមកចែងចាំងកូនសិស្សទាំងអស់គ្នាចាអញ្ចឹងបន្ទាប់ពីអ្នកគ្រូមិចជាមួយនឹងផ្ទៃកញ្ចក់រួចហើយចាហ្នឹងយើងគូសយើងហៅផ្ទៃមេឃណាបន្ទាប់មកគឺអ្នកគ្រូលាបជាមួយនឹងទឹកភ្ជាប់ប៉ុន្តែអ្នកគ្រូអត់ទាន់ចូលអាំងទេណាចាយើងលាបទឹកភ្ជាប់ដើម្បីបំបែកពណ៌សរបស់យើងហ្នឹងចាយើងដាក់ពណ៌សបែបហ្នឹងមកដើម្បីឲ្យវាបែកចាឲ្យវាបែកទៅវាហូរចេញស្មៅបែបហ្នឹងកូនសិស្សទាំងអស់គ្នាអ្នកគ្រូបញ្ជាក់កន្លែងហ្នឹងពេលដែលយើងលាបទឹកភ្ជាប់យើងគូសជាមួយនឹងពណ៌សយើងអត់ទាន់ចូលអាំងទេចាពេលដែលយើងគូសហើយចាំយើងចូលអាំងណាកូនសិស្សទាំងអស់គ្នាហើយសម្រាប់ការមិចពណ៌ថ្ងៃនេះគឺអ្នកគ្រូមានជាមួយនឹងជែលពេជ្របន្ទាប់មកជាមួយនឹងជែលគូសខ្លងកូនសិស្សទាំងអស់គ្នាចាអញ្ចឹងឥឡូវអ្នកគ្រូចាប់ផ្ដើមយកមកម្រាមទៀតមកគឺអ្នកគ្រូមិចជាមួយនឹងជែលពេជ្របែបនេះកូនសិស្សទាំងអស់គ្នាចាសម្រាប់ជែលពេជ្រគឺយើងមិចពណ៌ដូចគ្នាមកយើងមានពណ៌ខៀវពណ៌ទឹកមាសពណ៌ទឹកប្រាក់អីអញ្ចឹងមកកូនសិស្សទាំងអស់គ្នាចាដើម្បីឲ្យវាលិចដើម្បីឲ្យវាចេញមកដូចផ្ទៃមេឃយើងមើលទៅលើមេឃពេលយប់កូនសិស្សទាំងអស់គ្នាឃើញផ្កាយឃើញអាចផ្កាយអីអញ្ចឹងមកចាអញ្ចឹងថ្ងៃនេះគឺអ្នកគ្រូជ្រើសរើសយក5រៀម5ម៉ូដដើម្បីឲ្យកូនសិស្សទាំងអស់គ្នាស្គាល់ពីមូលដ្ឋានគ្រឹះនៃការគូសចាកូនសិស្សខ្លះគាត់ឃើញរូបគាត់ថាអូយអ្នកគ្រូពិបាកខ្លាំងណាស់ម៉ូដនេះប៉ុន្តែពេលទស្សនាវីដេអូអ្នកគ្រូសង្ឃឹមថាងាយស្រួលច្រើនចាមើលពីវិធីអ្នកគ្រូធ្វើទៅពេលដែលយើងដឹងពីវិធីធ្វើវាអត់មានអីពិបាកទេកូនសិស្សទាំងអស់គ្នាតែដល់ពេលដែលយើងមើលយើងអត់ដឹងពីវិធីធ្វើគឺយើងមើលទៅអូពិបាកខ្លាំងមែនតើច្រើនពណ៌មិនឲ្យបានចេញអញ្ចឹងចាពេលដែលយើងមើលទៅអាចនឹងពិបាកតែពេលដែលមើលវីដេអូពេលអ្នកគ្រូធ្វើហើយបែបហ្នឹងកូនសិស្សយកទៅអនុវត្តអ្នកគ្រូសង្ឃឹមថាអ្នកគ្រូជឿថាវាអត់ពិបាកទេចាគឺវាងាយស្រួលមួយបែបហើយក៏វាមិនស្រួលខ្លាំងណាស់ណាដែរកូនសិស្សទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីអ្នកគ្រូមកជាមួយនឹងផ្ទៃកញ្ចក់រួចហើយគឺអ្នកគ្រូចូលអាំងចំនួន30វិនាទីចាំយើងយកមកតប់ចាចាំយើងយកមកតប់ពណ៌បែបនេះយើងតប់រួចហើយយើងថែមផ្កាយយើងថែមអាចផ្កាយរួចហើយកូនសិស្សទាំងអស់គ្នាចាវាឲ្យវាមើលមកវាចេញមកដូច 3D ស្អាតខ្លាំងមែនតើបន្ទាប់ពីអ្នកគ្រូគូហើយគឺអ្នកគ្រូចូលអាំងសិនណាយើងចូលអាំងចំនួន30វិនាទីសិនមកចាអញ្ចឹងឥឡូវអ្នកគ្រូតទៅមកម្រាមទៀតកូនសិស្សទាំងអស់គ្នាចាអ្នកគ្រូតទៅមកម្រាមទៀតគឺអ្នកគ្រូយកជាមួយនឹងជែលពេជ្រឬជាមួយនឹងជែលពណ៌សនិងជែលពណ៌ទឹកប៊ិចយើងយកមកតប់ស្មៅវាបែបនេះមកចាគឺយើងតប់ធ្វើម៉េចឲ្យវាចេញមើលមកស្មៅកូនសិស្សទាំងអស់គ្នាយើងអត់យកដិតទេយើងយកស្មៅអញ្ចឹងឲ្យវាឃើញផ្ទៃកញ្ចក់របស់យើងហ្នឹងគឺវាចេញស្មៅផ្សែងគឺស្អាតខ្លាំងមែនតើវាប្លែកចាអញ្ចឹងសម្រាប់ជែលពេជ្រគឺយើងអាចឆ្នៃម៉ូដ Galaxy បានដូចគ្នាណាកូនសិស្សទាំងអស់គ្នាចាអញ្ចឹងអ្នកគ្រូចាប់ផ្ដើមតប់ផ្ទៃកញ្ចក់យកស្មៅបែបនេះមកកូនសិស្សទាំងអស់គ្នាចាយើងតប់ជាមួយនឹងផ្ទៃកញ្ចក់រួចហើយអ្នកគ្រូចូលអាំងសិនណាយើងចូលអាំងសិនចាំយើងយកចេញមកគូសចា
បើយើងអត់ទាន់ចូលអាំងទេយើងយកចេញមកគូសគឺវាធ្វើឲ្យម៉ូតកញ្ចក់របស់យើងហ្នឹងវាផ្លាយចូលគ្នាវាអត់ស្អាតទេចាអញ្ចឹងអ្នកគ្រូចូលអាំងរួចហើយអ្នកគ្រូចាប់ផ្ដើមយកជាមួយនឹងជក់មុខមួយណាយើងយកជាមួយនឹងជក់មុខមួយយើងមកគូសជាចំណិតលោកខែបែបហ្នឹងណាចាយើងគូសបែបហ្នឹងណាកូនសិស្សទាំងអស់គ្នាបន្ទាប់មកគឺយើងយកជក់តប់ចាយើងតប់វាឲ្យចេញស្រមោលបែបនេះយើងតប់វាចូលមកក្រៅបែបនេះណាចាអញ្ចឹងដើម្បីឲ្យវាចេញពណ៌ស្អាតគឺយើងតប់ពណ៌សមួយជាន់រួចហើយយើងយកពណ៌ទឹកប៊ិចហ្នឹងយើងយកមកតប់ស្រមោលពីលើពណ៌សហ្នឹងមួយជាន់ទៀតចាអញ្ចឹងពេលដែលយើងតប់បែបហ្នឹងមកគឺអ្នកកូនសិស្សទាំងអស់គ្នាគឺវាឆ្លុះហ្មងចាវាចែងចាំងអញ្ចឹងហើយបានអ្នកគ្រូនិយាយថាពេលដែលបងប្អូនកូនសិស្សទាំងអស់គ្នាទស្សនាវីដេអូអ្នកគ្រូហើយវាអត់មានអីពិបាកទេប៉ុន្តែដល់ពេលកូនសិស្សទាំងអស់គ្នាឃើញតែរូបភាពគឺយើងគិតថាពិបាកខ្លាំងណាស់ចាអញ្ចឹងហើយបានអ្នកគ្រូតែងតែនិយាយថាយើងធ្វើអីតើតែយើងមានគ្រឹះចាបើយើងមានគ្រឹះវាអត់ពិបាកសម្រាប់យើងទេប៉ុន្តែបើសិនជាយើងអត់មានគ្រឹះណាគឺវាពិបាកសម្រាប់យើងហើយព្រោះយើងអត់ដឹងថាធ្វើពីណាទៅណាអញ្ចឹងសម្រាប់វីដេអូមូលដ្ឋានគ្រឹះពេលដែលយើងទស្សនាហើយយើងដឹងពីគ្រឹះនៃការធ្វើវាអត់ពិបាកសម្រាប់យើងទេបងប្អូនកូនសិស្សទាំងអស់គ្នាចាហើយសម្រាប់វីដេអូនេះគឺអ្នកគ្រូបង្ហាញពីមូលដ្ឋានគ្រឹះនៃការមិចពណ៌ជែលយើងគូសជាមួយនឹងផ្ទៃកញ្ចក់ចាហើយបើបងប្អូនកូនសិស្សទាំងអស់គ្នាមានចម្ងល់កន្លែងណាឬក៏ចង់រៀនជំនាញបន្ថែមឬក៏ចង់ចេះផ្នែកកញ្ចក់បងប្អូនកូនសិស្សទាំងអស់គ្នាអាចចុះឈ្មោះចូលរៀនជាមួយនឹងហាង TV Salon បានណាកូនសិស្សទាំងអស់គ្នាយើងមានបង្រៀនតាមអនឡាញហើយក៏មានបង្រៀនផ្ទាល់ជាមួយនឹងគ្រូដែលជំនាញចាពង្យល់យើងច្បាស់ពីមូលដ្ឋានគ្រឹះពីទ្រឹស្ដីចាអញ្ចឹងសម្រាប់ការរៀនវគ្គនីមួយៗឲ្យតែយើងស្គាល់ពីគ្រឹះច្បាស់លាស់គឺយើងអាចនឹងចេះហើយកូនសិស្សទាំងអស់គ្នាកាលណាដែលយើងអត់ទាន់ស្គាល់ពីគ្រឹះទេគឺយើងអត់ដឹងថាធ្វើពីណាទៅណាទេដឹងណាលេចកើតជើងត្បូងទេបងប្អូនកូនសិស្សទាំងអស់គ្នាចាអញ្ចឹងអ្នកគ្រូចូលដល់មករៀនទៀតគឺអ្នកគ្រូឡើងដល់មួយម៉ូតទៀតហើយណាកូនសិស្សទាំងអស់គ្នាចាហើយសម្រាប់ម៉ូតនេះដែរគឺអ្នកគ្រូលាបជាមួយនឹងផ្ទៃកញ្ចក់ពណ៌ខ្មៅដូចគ្នាយើងមិចជាមួយនឹងពណ៌ជែលមកហើយនឹងពណ៌ទឹកប៊ិចមកដើម្បីឲ្យវាចេញស្រមោលកាឡាក់ស៊ីកូនសិស្សទាំងអស់គ្នាចាបន្ទាប់មកគឺអ្នកគ្រូយកជក់តប់យើងតប់ជាមួយនឹងពណ៌សហើយនឹងពណ៌ទឹកប៊ិចពណ៌ខ្មៅបែបហ្នឹងមកចាបន្ទាប់មកគឺយើងគូសផ្កាយយើងធ្វើអាចផ្កាយបែបហ្នឹងមកកូនសិស្សទាំងអស់គ្នាចាគឺវាអត់មានអីពិបាកទេវាងាយស្រួលហើយគឺវាស្អាតខ្លាំងមែនតើវាមើលមកដូច 3D ពិតចឹងកូនសិស្សទាំងអស់គ្នាចាអញ្ចឹងអ្នកគ្រូមើលមកលុយថាវាតន់វានៅស្ទើរកន្លែងណាមួយអញ្ចឹងយើងថែមយើងគូសវាបែបហ្នឹងមកកូនសិស្សទាំងអស់គ្នាចាសម្រាប់ការច្នៃកញ្ចក់យើងជាជាងកញ្ចក់យើងត្រូវចេះមើលថាបើសិនជាវាអត់តន់ស័ក្តិសមទេយើងដាក់វាមិនមកឲ្យស័ក្តិសមកុំឲ្យវាស្កេះស្កាស់ពេកហើយក៏កុំឲ្យវាវាលពេកដែរអញ្ចឹងបន្ទាប់ពីអ្នកគ្រូគូសរួចហើយយើងចូលអាំងចំនួន60វិនាទីមកណាកូនសិស្សទាំងអស់គ្នាឥឡូវអ្នកគ្រូចាប់ផ្ដើមតទៅមួយម៉ូតទៀតអញ្ចឹងយើងមិចជាមួយនឹងពណ៌ជែលរបស់យើងហើយនឹងជែលពេជ្រមកបងប្អូនកូនសិស្សទាំងអស់គ្នាចាអ្នកគ្រូមិចបែបហ្នឹងដើម្បីយកមកលាបផ្ទៃកញ្ចក់បែបនេះណាចាបងប្អូនកូនសិស្សចាដើម្បីឲ្យវាចេញស្រមោលផ្ទៃមេឃពេលយប់គឺកាឡាក់ស៊ីកូនសិស្សទាំងអស់គ្នាចាអញ្ចឹងយើងសម្លឹងទៅមើលមេឃយើងរាល់ថ្ងៃយើងឃើញថាមេឃយើងពណ៌អីអញ្ចឹងណាបងប្អូនកូនសិស្សទាំងអស់គ្នាពេលយប់អញ្ចឹងយើងសម័យមើលទៅថាយើងគូសបែបណាអញ្ចឹងបន្ទាប់ពីអ្នកគ្រូមិចពណ៌ផ្ទៃកញ្ចក់រួចហើយអ្នកគ្រូចូលអាំងចំនួន30វិនាទីសិនណាកន្លែងនេះអ្នកគ្រូកាត់កន្លែងចូលអាំងចោលកូនសិស្សទាំងអស់គ្នាចាបន្ទាប់មកគឺអ្នកគ្រូយកចេញមកលាបជាមួយនឹងទឹកភ្ជាប់លើផ្ទៃកញ្ចក់បែបនេះចាយើងលាបទឹកជាមួយនឹងទឹកភ្ជាប់រួចហើយយើងអត់ទាន់ចូលអាំងទេបងប្អូនកូនសិស្សយើងអត់ទាន់ចូលអាំងទេបន្ទាប់មកគឺអ្នកគ្រូយកជាមួយនឹងជែលពណ៌សហើយនឹងជក់មុខមួយយកមកគូសឲ្យវាចេញប្រផ្លាយស្រមោលបែបនេះណាចាយើងឲ្យវាបែកពណ៌យើងលាបទ្រាប់បាតជាមួយនឹងទឹកភ្ជាប់រួចហើយយើងគូសជាមួយនឹងពណ៌សហើយយើងមិចពណ៌បែបនេះមកដើម្បីឲ្យវាចេញមកវាបំបែកពណ៌អញ្ចឹងអ្នកគ្រូគូសជាមួយនឹងរង្វង់ពណ៌សរួចហើយអ្នកគ្រូមិចជាមួយនឹងពណ៌ទឹកប៊ិចមកចាប្លុកកដាលរបស់យើងហ្នឹងយើងមិចរួចហើយយើងធ្វើជាអាចផ្កាយអីទូចៗចឹងមកបងប្អូនកូនសិស្សទាំងអស់គ្នាបន្ទាប់មកគឺយើងចូលអាំងណាចា
ហើយអ្នកគ្រូបន្ថែមជាមួយនឹងជែលពេជ្រឲ្យវាមានចែងចាំងណាចាឲ្យវាចែងចាំងបន្តិចមកចាយើងប្រើប្រាស់ជាមួយនឹងជែលពេជ្រមកចាអ្នកគ្រូគូសឲ្យបន្តិចមកដើម្បីឲ្យវាចេញស្រមោលចែងចាំងភ្លឺស្អាតណារួចហើយអ្នកគ្រូចូលអាំងចំនួន30វិនាទីទៀតណាបន្ទាប់មកគឺអ្នកគ្រូយកចេញមកជាមួយលាបជាមួយនឹងទឹក UV បងប្អូនកូនសិស្សទាំងអស់គ្នាចាហើយសម្រាប់ម៉ូតកញ្ចក់ហ្នឹងយើងលាបទឹក UV ហើយគឺស្អាតខ្លាំងមែនតើបងប្អូនកូនសិស្សទាំងអស់គ្នាគឺវាឆ្លុះវាចាំងស្អាតតែម្ដងអញ្ចឹងបន្ទាប់ពីអ្នកគ្រូលាបជាមួយនឹងទឹក UV រួចហើយអ្នកគ្រូចូលអាំងចំនួន60វិនាទីទៀតណាកូនសិស្សទាំងអស់គ្នាដើម្បីឲ្យពណ៌កញ្ចក់របស់យើងវាស្ងួតបានល្អហើយជាប់ជាមួយនឹងពណ៌ជែលបានល្អចាវាខាំជាប់បងប្អូនកូនសិស្សទាំងអស់គ្នាការលាបទឹកភ្ជាប់ក៏វាសំខាន់ដែរហើយសម្រាប់ការច្នៃម៉ូដ Galaxy របស់អ្នកគ្រូប្រើប្រាស់ជាមួយនឹងជែលពេជ្រគឺអ្នកគ្រូច្នៃរួចហើយដែរបងប្អូនកូនសិស្សទាំងអស់គ្នាបន្ទាប់ពីអ្នកគ្រូលាបជាមួយនឹងទឹក UV គឺម៉ូដកញ្ចក់អ្នកគ្រូគឺរួចរាល់ហើយបងប្អូនកូនសិស្សទាំងអស់គ្នាឃើញអត់គឺស្អាតខ្លាំងមែនតើយើងមិចជាមួយនឹងជែលពេជ្របងប្អូនកូនសិស្សទាំងអស់គ្នាចាហើយសម្រាប់វីដេអូនេះក៏អ្នកគ្រូមានតែប៉ុណ្្នឹងដែរអ្នកគ្រូសង្ឃឹមថាបងប្អូនកូនសិស្សទាំងអស់គ្នានឹងចេះនឹងយល់ពីមូលដ្ឋានគ្រឹះចេះគូទាំងអស់គ្នាណាបងប្អូនកូនសិស្សទាំងអស់គ្នាអរគុណសម្រាប់ការទស្សនាវីដេអូរបស់អ្នកគ្រូយើងចាំជួបគ្នានៅវីដេអូក្រោយៗទៀតណាអរគុណបងប្អូនកូនសិស្សទាំងអស់គ្នាចាសូមចុច Subscribe និងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពី TV Salon ជារៀងរាល់ថ្ងៃ